បងស្រីយល់យ៉ាងណាដែរបន្ទាប់ពីអានចប់ហើយតើនេះអាចទៅរួចដោយរបៀបណាខ្ញុំបានធ្វើវាទៅយាយប៉ុន្តែហេតុអ្វីបានជានាងនៅតែធ្វើច្រើនសម្រាប់ខ្ញុំដោយសារតែនៅក្នុងភ្នែករបស់យាយយើងជាសាច់ញាតិរបស់នាងមិនចាំបាច់មានហេតុផលណាមួយដើម្បីចំណាយសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកត្រូវការពន្យល់ទេលោកយាយ Lineman បានចំណាយច្រើនសម្រាប់ខ្ញុំក៏មិនដឹងរឿងមួយដែរនៅតែយល់ច្រឡំនាងដូច្នេះលោកយាយនោះហើយជាមូលហេតុដែលអ្នកស្អប់យើងខ្លាំងណាស់បន្ទាប់ពីអានទាំងនេះអ្នកអាចយល់ពីការសម្ដែងពីមុនរបស់ខ្ញុំទេជួយយេកាវ៉ាយាយស្អប់យើងខ្លាំងណាស់ឥឡូវនេះយើងម្នាក់មានទំនួលខុសត្រូវសុំទោសខ្ញុំពិតជាមិនដឹងទេតោះទៅចូលទៅរកយាយឥឡូវនេះហើយពន្យល់ឲ្យច្បាស់ពេលយាយមកផ្ទះយើងដំបូងជារឿយយើងមិនពេញចិត្តនឹងនាងតែងតែចង់បណ្ដេញនាងចេញតើអ្នកគួរឲ្យស្រឡាញ់ទេខ្ញុំជាយាយខ្ញុំបាននាំយកផលិតផលទូគីមួយចំនួនដីទាំងនេះមកជួបចៅប្រុសច្បងទៅឆ្ងាយខ្ញុំមិនមែនជាអ្នកស្រុកដូចអ្នកទេឥឡូវនេះលោកយាយមានគ្រួសារថ្មីលែងបារម្ភពីការបណ្ដេញចេញទៀតហើយតើខ្ញុំអាចសួរថាអ្នកកំពុងស្វែងរកអ្នកណាស្វែងរកខេនវែងតើនាងនៅផ្ទះទេលោកស្រីខេននៅផ្ទះតើអ្នកជានរណាតើអ្នកកំពុងធ្វើអ្វីជាមួយនាងខេនវែងគឺជាជីដូនរបស់យើងជាចៅរបស់នាងយើងនៅទីនេះដើម្បីយកជីដូនទៅផ្ទះឥឡូវនេះជាលោកស្រីខេននៅផ្ទះនាងមានកូនប្រុសតែមួយគឺប្តីរបស់យើងគ្មានចៅទេសូមត្រឡប់មកវិញខេនវែងគឺពិតជាជីដូនរបស់យើងខ្ញុំជាចៅស្រីរបស់នាងលេយនេះជាបងប្រុសរបស់ខ្ញុំលេលូឡូបើមិនជឿអាចសួរបានបន្ទាប់មករងចាំមួយផ្លែតសូមរងចាំមួយផ្លែតខ្ញុំនឹងបញ្ជាក់ជាមួយលោកជំទាវវាត្រជាក់នាពេលថ្មីនេះវាជាសម្លៀកបំពាក់របស់យិនហងសម្រាប់ពិធីជប់លៀងមានភាពសមរម្យចង់ការពារដើមទុនម្ដងទៀតមួយនេះអ្នកធ្វើបានល្អណាស់គិតច្រើនណាស់អ្នកស្រីមានមនុស្សពីរនាក់នៅខាងក្រៅទ្វារមានអ្នកអះអាងថាកំពុងជប់លៀងជាមួយចៅសុំមើលគាត់ខ្ញុំគ្មានចៅទេអនុញ្ញាតឲ្យពួកគេទៅ